ក្រុមហ៊ុនជីសឿនបានផ្ញើកិច្ចសន្យាយុទ្ធសាស្ត្រតម្លៃ50លាននិងថ្លៃបណ្ណាការ88លាន88ម៉ឺនលុយសុទ្ធតែជាលុយក្រុមហ៊ុនជីសឿនមិនអាចផ្ញើអំណោយដ៏ធំបែបនេះមកឲ្យពួកយើងដោយគ្មានហេតុផលនោះទេតើវាពិតជាអំណោយដែលគាត់ផ្ញើជំនួសគ្រួសារលីនមែនទេធ្វើមិនអាចជាមនុស្សមានបានការម្នាក់នេះទៅកើតនៅក្នុងគ្រួសារយើងមានតែអ៊ីឈិនម្នាក់គត់ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនជីសឿនប្រកាសណាស់ថាអ៊ីឈិនជាអ្នកដណ្ដើមបានការបញ្ជាទិញនេះសម្រាប់គ្រួសារលីនរបស់យើងនាយកក្រុមហ៊ុនសាខាពិតជាកំពុងពង្រីកខ្លួននាពេលថ្មីនេះមែនតើការបញ្ជាទិញនេះជាការលើកទឹកចិត្តរបស់គាត់ចំពោះខ្ញុំមែនទេគឺពិតមែនហើយការបញ្ជាទិញ50លានយ៉ននេះគឺជាការដូរឆ្នាំថ្មីដែលខ្ញុំជូនគេបងសម្លាញ់គ្រឿងអលង្ការមានច្រើនយ៉ាងនេះគឺសម្រាប់អូនទាំងអស់មែនទេឲ្យតែអូនពេញចិត្តគឺបានហើយបងពិតជាអស្ចារ្យមែនអូនពិតជាមិនបានរៀបការខុសមនុស្សទេមិនដូចអ្នកខ្លះទេរៀបការបានប្តីក្រតោកយ៉ាចូលឆ្នាំក៏ទៅសុំបាយគេហូបដែរល្អណាស់យីជីឈិនគឺជាអ្នកមានគុណបំណាច់របស់គ្រួសារលីនយើងដែលដណ្ដើមបានការបញ្ជាទិញ50លានយ៉នទៅថ្ងៃមុខទ្រព្យសម្បត្តិរបស់គ្រួសារលីនទុកឲ្យពួកឯងចាត់ចែងចុះលក្ខខណ្ឌក៏ទុកឲ្យពួកឯងដាក់ដែរឈោកោពួកគេកិច្ចសន្យាធំបែបនេះលោកតាប្រកាសជាលំអៀងទៅរកពួកគេកាន់តែខ្លាំងហើយពួកឯងប្រកាសទេថាកិច្ចសន្យានេះគឺយីឈិនដណ្ដើមបានសម្រាប់គ្រួសារលីនគ្រាន់តែគេហៅយីឈិនថាជាកូនប្រសារធំនៃគ្រួសារលីនឯងគិតថាខ្លួនឯងនៅតែជាកូនប្រសារមែនទេបើមិនមែនយីឈិនតើអាចជាអ្នកធ្លាក់ខ្លួនដូចឯងឬចុះបើជាខ្ញុំវិញនោះខ្ញុំគិតថាឯងទៅតែចេញពីគុកក្បាលឯងត្រូវគេវាយហើយមែនទេក្រុមហ៊ុនឈីសិនគឺមហាអំណាចពាណិជ្ជកម្មដែលខ្លាំងបំផុតគុំថាលោកឯងពេលនេះសូម្បីតែឯងកាលពីមុនក៏មិនសាកសមជួបស្បែកជើងឲ្យលោកចង់ដែរជួបបានហើយយីឈិនបានដណ្ដើមកិច្ចសន្យា50លានសម្រាប់គ្រួសារលីនរបស់យើងគេប្រកាសជាបានលះបង់ច្រើនណាស់អីចឹងតើត្រូវការឲ្យគ្រួសារលីនរបស់យើងជួយគ្រប់គ្រងបែបណាកិច្ចសន្យា50លាននេះគ្រាន់តែពឹងលើរោងចក្រផ្លាស្ទិកនៅតំបន់ទាំងពីរតើឯងគ្រប់គ្រងបានទេធ្វើបែបនេះទៅផ្ទេររោងចក្រផ្លាស្ទិកនៅតំបន់ខាងកើតទៅក្រោមឈ្មោះប្រពន្ធខ្ញុំទៅមិនបានទេលោកតារោងចក្រផ្លាស្ទិកជាកម្លាំងញើសឈាមពេញមួយជីវិតរបស់ម៉ាក់ខ្ញុំបើគ្មានរោងចក្រផ្លាស្ទិកទេពួកយើងក៏គ្មានប្រាក់ចំណូលដែរកញ្ញាហ៊ូបិទមាត់ខ្ញុំនិយាយហើយអ្វីបានសម្រេចអស់ហើយបើមិនប្រកូលរោងចក្រមកឲ្យទេអញ្ចឹងឯងចេញពីតកូលីនទៅបាត់នេះជាញើសឈាមពេញមួយជីវិតរបស់ម៉ាក់ខ្ញុំតើស្នេហាគ្រួសារនៅចំពោះមុខផលប្រយោជន៍វាផុយស្រួយដល់ថ្នាក់នេះឬនៅទីនេះមានសិទ្ធិឲ្យឯងនិយាយដែរឬឯងនៅតែគិតថាខ្លួនឯងជាកូនប្រុសលោកត្រកូលលូដែលមានអំណាចមែនទេពេលនេះឯងគ្រាន់តែជាសំបីតែការងារក៏ត្រូវការបម្រើក្មេងរបស់អ្នកដល់មួយឲ្យដែរអូនក៏កុំគិតថាបងប្រុសមានមេត្តាដែរឲ្យតែប្អូនចុះហត្ថលេខាឥឡូវនេះបងក៏នឹងមានចិត្តមេត្តាដែរនឹងផ្ដល់ឲ្យគ្រួសារប្អូននៅថ្លៃធ្វើដំណើរ30ម៉ឺនជារៀងរាល់ខែលោកចៅកុំលោកឈួតទេប្រញាប់ទៅឲ្យលីវីចុះហត្ថលេខាទៅយក30ម៉ឺននេះទៅបើកតូបលក់ដូរប្រហែលជាអាចស្ដារកេរ្តិ៍ឈ្មោះរកស៊ីរបស់គ្រួសារលោកអ្នកបានវិញបើពួកអ្នកនៅតែបង្ខំម្ដាយខ្ញុំឲ្យប្រកូលរោងចក្រអីចឹងកិច្ចសន្យានេះគឺមិនមែនជារបស់គ្រួសារលីនទៀតទេលោកចៅយានរបស់ពួកគេឥឡូវជាប្រធានផ្នែកទិញរបស់ក្រុមហ៊ុនចាងស៊ីដែលមានអំណាចណាស់ពួកគេកំពុងតែធ្វើបាបមនុស្សយ៉ាងច្បាស់គ្រាន់តែជាប្រធានផ្នែកទិញរបស់សាខាក្រុមហ៊ុនចាងស៊ីប៉ុណ្ណោះធ្វើឲ្យមានសិទ្ធិសម្រេចកិច្ចសន្យាលើសពី8លានកិច្ចសន្យានេះគឺខ្ញុំជាអ្នកដេញថ្លៃជូនលោកហើយអ្វីគាត់ដឹងថាអំណាចខ្ញុំមានកំណត់ត្រឹមតែ8លានទិញថ្លៃសៀវហ្វាំងពីមុនឯងជាអ្នកចេះវាយវៃក្មេងត្រកូលប៉ុន្តែបើធៀបនឹងអ្នកចេះវាយវៃក្មេងទី7ឯងមិនបានដល់ចុងជើងគេទេនិយាយពីពេលនេះទៅចុះសូម្បីតែការងារក៏ត្រូវឲ្យក្មេងឯងទៅអង្វរគេឲ្យដែរឯងមានមុខឯណាហ៊ានថាខ្លួនឯងជាអ្នកដេញថ្លៃបានសៀវហ្វាំងកុំធ្វើឲ្យលោកតាខឹងទៀតអីកុំធ្វើឲ្យប៉ាពិបាកចិត្តទៀតអីពិតមែនឬតើឲ្យតែខ្ញុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងទេសចរអ្នកនឹងឲ្យប្រាក់ប្រចាំខែដល់យ៉ាងនឹងឈុំ3សែនមែនទេម៉ាក់កុំចុះហត្ថលេខានេះជាញើសឈាមពេញមួយជីវិតរបស់ម៉ាក់ណាកូន
រឿងដែលតាឯងសម្រេចហើយគ្មាននរណាអាចកែប្រែបានទេរឿងតែមួយគត់ដែលម៉ាក់អាចធ្វើបានគឺត្រួសត្រាយផ្លូវឲ្យកូនម៉ាក់ទោះបីមិនចុះហត្ថលេខាក៏តាឯងនៅតែមានវិធីរ៉ាប់រងយ៉ាងម៉េចដើម្បីយករោងចក្រត្រឡប់មកវិញពេលនោះពួកយើងនឹងមិនបានលុយសំបីមួយកាក់ឥឡូវនេះយ៉ាងហោចណាស់ក៏អាចបដូរបានលុយខ្លះដែរដើម្បីឲ្យសម្ពាធប្រចាំខែរបស់ពួកឯងស្រាលជាងមុនរឿងរបស់ខ្ញុំមិនបាច់ខ្វល់ទេទន្ទឹងរង់ចាំជាច្រើនឆ្នាំទីបំផុតរោងចក្រផ្លាស្ទិកតំបន់ខាងកើតធ្លាក់ក្នុងកណ្ដាប់ដៃយើងហើយបងប្រុសបងត្រូវតែរក្សាពាក្យសន្យារបស់បងពាក្យសន្យាហីមិនក៏ខ្ញុំមិនដឹងប៉ាគេមិនគោរពពាក្យសម្ដីនៅចំពោះមុខប៉ាទៀតប៉ាចាំប៉ាជាអ្នកសម្រេចឲ្យកូនប៉ុន្មានឆ្នាំមកនេះកូនពិតជាមិនដឹងខុសត្រូវសោះអ្នកណាដែលអាចផ្ដល់ផលប្រយោជន៍ឲ្យត្រកូលយន្តអ្នកនោះគឺជាមិត្តរបស់គេប៉ាលោកម៉ាក់ល្អណាស់អ្នកអញចង់ធ្វើអ្វីលោកជីមានរឿងអ្វីពួកយើងអាចពិភាក្សាគ្នាបានតើបើសម្រាប់អ្នកស្នេហាគ្រួសារមិនសំខាន់ដូចកុងត្រាមួយនេះទេជប់យកសតិទៅឈប់វាយខ្ញុំសែងជឿចាប់ណាស់លោកហើយកិច្ចសន្យាគ្រួសារខ្ញុំគ្រួសារលីងយើងមិនដេចក៏មានកូនចង្រៃដូចឯងអូយតើត្រូវការឲ្យខ្ញុំនាំមកឥឡូវនេះទេមិនទេនេះជាកូនប្រុសរបស់លីនស៊ីចិនខ្ញុំនឹងដោះស្រាយដោយខ្លួនឯងចឹងហើយឯងឈួតហើយមែនទេឯងគិតថាគ្រួសារលីនឥឡូវនៅដូចកាលពី7ឆ្នាំមុនមែនទេឯងឥឡូវនេះគ្រាន់តែជាមនុស្សអត់បានការម្នាក់ប៉ុណ្ណោះឯងហ៊ានហាយកិច្ចសន្យា50លានរបស់ខ្ញុំនឹងឲ្យប្អូនឯងជាប់គុកមួយជីវិតចុងខ្វាន់គេធ្វើដោយមិនបានគិតគឺជាកំហុសរបស់គេការខូចខាតទាំងអស់ខ្ញុំអាចសងបានលើគ្រួសារឯងទាំងមូលក៏សងមិនគ្រប់ដែរបើពួកឯងសងមិនគ្រប់ទេខ្ញុំនឹងឲ្យគេជាប់គុកមួយជីវិតខ្ញុំសូមត្រឹមតែពួកលោកកុំឲ្យចុងខ្វាន់ជាប់គុកខ្ញុំយកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំទៅសងឲ្យពួកលោកមិនចង់ជាប់គុកក៏បានដែរអីចឹងពួកឯងលុតជង្គង់សំពាអ៊ីឈុន3ដងមកម៉ាក់មិនបាច់អង្វរពួកទេរឿងនេះខ្ញុំអាចដោះស្រាយបានកូនម៉ាក់បានសន្យានឹងប៉ារបស់កូនហើយកូននឹងយ៉ាវសុទ្ធតែជាកូនរបស់ម៉ាក់ជួយម៉ាក់ខ្ញុំផងមានបញ្ហាអ្វីនៅទីនេះទេម៉ាក់គ្មាននរណាអាចលុតជង្គង់បានទេលិនហ៊ូឈៀនពួកឯងធ្វើបាបមនុស្សខ្លាំងពេកហើយខ្ញុំរួចជាងគ្មានសមត្ថភាពទេប៉ុន្តែថ្ងៃនេះកុំសង្ឃឹមថាអាចឲ្យពួកគេលុតជង្គង់បានឲ្យសោះម៉ាក់ពួកយើងមិនលុតជង្គង់ទេយ៉ាងច្រើនបំផុតគឺពួកយើងផ្ដាច់ទំនាក់ទំនងម៉ាក់បើអ្នកណាហ៊ានឲ្យកូនប្រុសខ្ញុំជាប់គុកខ្ញុំនឹងលក់អ្វីគ្រប់យ៉ាងសងលុយឲ្យពួកឯងវិញគួរឲ្យស្ដាយណាស់អ្វីបានកើតឡើងរួចទៅហើយទោះយ៉ាងណាក៏ដោយខ្ញុំនឹងធ្វើឲ្យអាំនូស្លូតនោះជាប់គុកអស់មួយជីវិតឯងជាមនុស្សគ្មានទំនួលខុសត្រូវលោកស្រីកើតអីហ្នឹងលោកប្រធានលោកម្ចាស់គាត់ដូចជារើជំងឺបេះដូងហើយប្រញាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យបាទខ្ញុំមិនចង់ឲ្យកូនប្រុសខ្ញុំពាក់ព័ន្ធជាមួយអ្នកទេមិនអីទេពីសំឡេងអីអត់
សំឡេងទូជាក់នោះមកពីណា